បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាឃើញថាចិត្តចូលឆ្នាំចិនហើយបងប្អូនទាំងអស់គ្នាណាចូលឆ្នាំចិនគៀកមែនតើហើយបងប្អូនទាំងអស់គ្នាគឺបងប្អូនខ្លះគាត់សែនគាត់អីគាត់មានជ្រូកខ្វៃជ្រូកអីចឹងទៅបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូជាសារដាស់តឿនដល់បងប្អូនដែលទិញជ្រូកខ្វៃស្រាប់យកមកហូបក៏ដូចជាយកមកសែនបងប្អូនទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នឲ្យមែនតើបងប្អូនទាំងអស់គ្នាណាប្រុងប្រយ័ត្នឲ្យខ្លាំងបំផុតបងប្អូនទាំងគ្នាណាប៉ុន្តែបងប្អូនដែលគាត់មានចិញ្ចឹមជ្រូកខ្លួនឯងឬមួយក៏ទិញជ្រូកនៅតាមស្រុកតាមភូមិរស់យកមកធ្វើហើយយកមកខ្វៃយកមកអាំងខ្លួនឯងគឺអត់បញ្ហាទេបងប្អូនទាំងគ្នាពេលនេះបងប្អូននៅវៀតណាមនៅក្នុងប្រទេសវៀតណាមបងប្អូនទាំងគ្នាគេចាប់បានជ្រូករាប់តោនបងប្អូនរាប់តោនដែលជ្រូកទាំងអស់ហ្នឹងគឺផ្ទុកនៅមេរោគប៉េះបងប្អូននៅមេរោគប៉េះអាហ្វ្រិកណាបងប្អូនទាំងគ្នាណាបើបងប្អូនទិញទៅបរិភោគហើយបើអាជំងឺនឹងវាឆ្លងមកដល់មនុស្សបងប្អូនគឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនបងប្អូនទាំងគ្នាណាចឹងហើយសូមមើលតាបងប្អូនទាំងគ្នាប្រុងប្រយ័ត្នឲ្យមែនទែនបងប្អូនទាំងគ្នាណាប្រុងប្រយ័ត្នឲ្យមែនទែនណាប្រុងប្រយ័ត្នឲ្យមែនទែនណាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតបងប្អូនទាំងគ្នាអូខេឥឡូវកុំឲ្យខាតពេលយូរចង់ដឹងថាតើព័ត៌មានហ្នឹងគេផ្សាយថាម៉េចយើងទៅស្ដាប់នៅក្នុងវីដេអូជាមួយខ្ញុំទាំងអស់គ្នាបងប្អូនទាំងគ្នាតើកើតជំងឺប៉ែអាហ្វ្រិកសម្រាប់ជ្រូកកណ្ដុរឬជ្រូកស្រែតែអាជ្ញាធរវៀតណាមបង្ក្រាបបានសាច់ជ្រូកកើតជំងឺប៉ែអាហ្វ្រិកច្រើនតោនត្រៀមចែកចាយមុនចូលឆ្នាំចិន Boostrong ញ៉ាំ Boostrong ឆ្ងាញ់ជាងគេជាស្រ័យឆ្នាំពេលនេះនគរបាលខេត្តខ្វាងងាយរបស់វៀតណាមបង្ក្រាបនិងរឹបអូសបានសាច់ជ្រូកកើតជំងឺប៉ែអាហ្វ្រិករាប់សិបតោនដែលឈ្មួញត្រៀមបោះដុំតាមទីផ្សារនិងផ្គត់ផ្គង់ទៅឲ្យរោងចក្រកែច្នៃសាច់ក្រកនិងសាច់ប៉ាតេមួយកន្លែងនៅក្នុងខេត្តយៈឡាយដែលជាប់ព្រំដែនខេត្តរតនគិរីរបស់កម្ពុជានៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ស្នងការដ្ឋាននគរបាលខេត្តខ្វាងងាយបានប្រកាសពីការចាត់វិធានការផ្លូវច្បាប់លើករណីចំនួន4ផ្សេងគ្នាពាក់ព័ន្ធនឹងការជួញដូរផលិតផលជ្រូកមានមេរោគប៉ែអាហ្វ្រិកដើម្បីទប់ស្កាត់ការរីករាលដាលអាហារមិនមានសុវត្ថិភាពនៅក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមយោងតាមសារព័ត៌មាន VN Express ជនសង្ស័យដែលជាឈ្មោះទាំង4ករណីរួមមានលោកស្រីដួងអាយុ47ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រមូលទិញជ្រូកឈឺធ្ងន់72ក្បាលទម្ងន់ជាង7តោនដឹកទៅកាន់ខេត្តយៈឡាយដើម្បីលក់ទៅឲ្យរោងចក្រកែច្នៃសាច់ក្រកនិងសាច់ប៉ាតេគូក៏សម្គាល់ថាខេត្តយៈឡាយមានព្រំប្រទល់ជាប់ខេត្តរតនគិរីរបស់កម្ពុជាដែលទំនិញចេញចូលរវាងខេត្តទាំងពីរនេះធ្វើឡើងតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ2លោកស្រីហ្វាអាយុ55ឆ្នាំពីបទពិឃាតជ្រូកមានមេរោគ806គីឡូក្រាមសម្រាប់លក់ចាយចាយនៅតាមទីផ្សារ3លោកស្រីខ្វៀនអាយុ51ឆ្នាំត្រូវបានចោទប្រកាន់ពីបទពិឃាតនិងជួញដូរសាច់ជ្រូក239គីឡូក្រាមនិងគ្រឿងក្នុងមានមេរោគ8គីឡូក្រាមទី4ករណីធំជាងគេគឺលោកស្រីថាញ់អាយុ55ឆ្នាំនៅស្រុកមូដឹកត្រូវបានរកឃើញថាបានស្តុកទុកនិងក្លាសេសាច់ជ្រូកមានជំងឺជិត14តោនត្រៀមលក់ចាយចាយនៅតាមទីផ្សារលោកវ៉ូណាំងជៀនប្រធានផ្នែកគ្រប់គ្រងទីផ្សារខេត្តខ្វាងងាយបានប្រមានថាប្រសិនបើអាជ្ញាធរមិនបានបង្ក្រាបទាន់ពេលទេសាច់ជ្រូកផ្ទុកជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងក្លាយជាឃាតករលាក់មុខយាយីសុខភាពអ្នកប្រើប្រាស់ដោយផ្ទាល់តាមការបញ្ជាក់ពីនគរបាលសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ2025មេរោគប៉ែជ្រូកអាហ្វ្រិកបានរាលដាលស្ទើរគ្រប់ឃុំក្នុងខេត្តខ្វាងងាយកសិករដែលបារម្ភពីការខាត់បងបានសម្រុកលក់ជ្រូកឈឺក្នុងតម្លៃថោកដែលជាឱកាសឲ្យឈ្មួញទុច្ចរិតប្រមូលទិញយកទៅកែច្នៃយកចំណេញដោយមិនខ្វល់ពីហានិភ័យសាធារណៈករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋតាមទីផ្សារប្រពៃណីនានាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភពសាច់ជ្រូកលោករស្មីតូឌួនដួងអនុប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ចខេត្តខ្វាងងាយបានសង្កត់ធ្ងន់ថាកម្លាំងជំនាញកំពុងបន្តពង្រឹងការត្រួតពិនិត្យតាមដានគ្រប់ខ្សែសង្វាក់ដឹកជញ្ជូននិងទីសត្វឃាតដើម្បីស្វែងរកនិងចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះរាល់ការបំពានដែលប៉ះពាល់
ដល់សុខុមាលភាពពលរដ្ឋជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមរយៈព័ត៌មាននេះជាសារក្រមលឹកឲ្យបងប្អូនដែលជាអ្នកបរិភោគមានការប្រុងប្រយ័ត្នមិនត្រឹមតែសាច់ជ្រូកស្រស់សូម្បីតែផលិតផលកែច្នៃដូចជាសាច់ក្រកនិងសាច់ប៉ាតេក៏អាចធ្វើចេញពីសាច់ជ្រូកឈឺងាប់ដូចគ្នាខ្ញុំបាទណារ៉ាពីកម្មវិធី67ហ្នឹងហើយបងប្អូនអ្នកគ្នាគឺថាសម័យឥឡូវនេះគឺលែងមានគុណធម៌លែងមានការខ្វាយខ្វល់មនុស្សភាគច្រើនគឺខ្វល់តែរឿងលុយណានៅពេលដែលពួកគេមានលុយគឺពួកគេមានអំណាចអញ្ចឹងដើម្បីបានលុយទាំងអស់ហ្នឹងគេមិនគិតពីអាយុជីវិតគេមិនគិតពីសុខភាពអ្នកបរិភោគឡើយគេឲ្យតែបានលុយលក់ចំណេញបានច្រើនគឺគេធ្វើណាជាក់ស្ដែងដូចជាយើងឃើញហើយម្ហូបអាហារជាច្រើនត្រូវបានគេរកឃើញជាបន្តបន្ទាប់សុទ្ធតែជាអាហារដែលខុសច្បាប់គ្មានស្តង់ដារណាលួចធ្វើណាលួចផលិតដោយខ្លួនឯងមិនមានការទទួលស្គាល់ដោយខាងរដ្ឋាភិបាលអីចឹងទៅគឺធ្វើឲ្យប៉ះពាល់ទៅដល់អ្នកហូបខ្លាំងមែនទែនចំណីអាហារទាំងអស់ខ្ញុំមិននិយាយតែសាច់ជ្រូកទេណាតាំងពីប្រេងឆាស្ករប៊ីចេងណាស្អីសពគ្រប់បែបយ៉ាងទាំងអស់សូម្បីទឹកសុទ្ធក៏អាចបន្លំ brand បន្លំអីណាមកពេលខ្លះយើងឃើញ brand ហ្នឹងអូ brand ហ្នឹងគេល្បីអញ្ចឹងយើងបរិភោគទៅមិនអីទេសុខភាពល្អឯណាអត់មានប៉ះពាល់ទេ brand គេល្បីប៉ុន្តែបងប្អូនត្រូវចាំថា brand កាន់តែល្បីកាន់តែគ្រោះថ្នាក់ណាកាន់តែគ្រោះថ្នាក់មិនគឺមានអ្នកបន្លំច្រើនណាគឺមានអ្នកបន្លំច្រើនណាគឺមានអ្នកបន្លំច្រើនអ្នកបន្លំដើម្បីចំណេញលុយគេលក់ brand គេថាគេបង្កើត brand ហ្នឹងមកណាឲ្យដូចអ្នកដែលល្បីដែលគេខំផ្សព្វផ្សាយអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារហ្នឹងណាគេបន្លំ brand ហ្នឹងតែម្ដងណាមានអីពិបាកទេបងប្អូនឥឡូវនេះឧបករណ៍ទំនើបច្រើនណាចង់បន្លំធ្វើអីក៏បានដែរណាសំបីតែមនុស្សយើងហ្នឹង AI ក៏អាចបង្កើតចង់ថាយើងជាប្រុសឯណាប៉ុន្តែយើងអាចឲ្យ AI ផលិតសម្លេងដូចយើងកាយវិការដូចយើងទៅជាមនុស្សស្រីវិញហើយស្អាតអាចបោកប្រាស់បានអញ្ចឹងហើយត្រឹមតែសម្បត្តិគេបន្លំ brand បន្លំយីហោនេះគឺជារឿងងាយស្រួលបំផុតអញ្ចឹងហើយបងប្អូនត្រូវតែប្រុងប្រយ័ត្នឲ្យខ្ពស់ជាមួយនឹងការបរិភោគណាហើយមែនតែនទៅយើងប្រុងប្រយ័ត្នខ្លាំងក៏ពិបាកដែរបងប្អូនទាំងនេះណាគឺយើងអត់ទុកចិត្តណាសម្បីតែខ្ញុំនឹងអ្នកប្រុងប្រយ័ត្នអ្នកដែលហ្នឹងក៏ពិបាកក្នុងការបែងចែកពេលខ្លះគឺយើងទៅទិញ brand ហ្នឹងមែនប៉ុន្តែយើងគិតថាតើ brand មួយហ្នឹងរបស់មួយហ្នឹងយើងទិញមកតើ brand ដើមឬមួយក៏ brand ដែលគេ copy មកណាអញ្ចឹងធ្វើឲ្យយើងពិបាកនៅក្នុងការទទួលទានក៏ដូចជាការបរិភោគណាប៉ុន្តែអ្វីដែលសំខាន់បំផុតគឺយើងព្យាយាមក្នុងការផលិតខ្លួនឯងវិញណាដូចជាបន្លែត្រីសាច់អីហ្នឹងយើងព្យាយាមក្នុងការផលិតខ្លួនឯងអ្នកអាចផលិតបានជាពិសេសបងប្អូននៅតាមស្រុកស្រែចម្ការគឺអត់មានអីពិបាកទេណាការចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមទ្រូងចិញ្ចឹមត្រីចិញ្ចឹមអ្វីសពគ្រប់បែបយ៉ាងណាយើងងាយស្រួលក្នុងការបរិភោគប៉ុន្តែអាណិតបំផុតគឺអ្នកនៅក្រុងនៅភ្នំពេញនៅក្នុងក្រុងដែលគាត់អត់មានដីក្នុងការដាំក្នុងការចិញ្ចឹមសត្វចំអីទៅគឺពិបាកគាត់ទិញគេហូបស្រាប់ពេលខ្លះគេមិនដឹងថាអ្នកទិញមកហ្នឹងគេយកមកពីណាគេយកមកធ្វើនឹងស្អាតអត់ណាបងប្អូនអ្នកគ្នាខ្ញុំធ្លាប់ទិញអាហារធ្លាប់ទិញមកហូបគេហូបខយើងនឹងខពងទាមកខពងទាមួយសាច់ជ្រូកមួយជើងជ្រូកអីហ្នឹងខ្ញុំទិញមកក៏ដួសឲ្យដល់ពេលខ្ញុំយកមកចាក់ចូលក្នុងចានក្នុងអីទៅមកឲ្យបងប្អូនអ្នកគ្នាណាឃើញរុយប្រប៉ុណ្ណាណីណារុយក្បាលក្រហមរុយក្បាលខៀវហ្នឹងក៏ចាក់ឃើញមកខ្ញុំចែកបាយខ្ញុំលែងខ្ញុំស្បត់មកជីវិតណាខ្ញុំលែងទិញមកហូបគេបដ ாய் ណាហើយពេលខ្លះអើយឃើញបងប្អូនយើងប្រហោះសិតមានកន្ទុយបរិយទៅអីក្នុងមហូបហ្នឹងទៀតបងប្អូនពេលខ្លះខ្ញុំខ្ពើមែនតើអ្នកដែលលក់មហូបកលុងឲ្យអត់ចេះសម្អាតចេះអីណាថាខ្លួនយើងវាមិនស្អាតណាយើងជាធម្មជាតិរបស់មនុស្សហើយយើងស្អាតតែមហូបអាហារដែលយើងធ្វើហូបនេះបងប្អូនអ្នកគ្នាពេលខ្លះអនាម័យបងប្អូនអ្នកគ្នាណាអនាម័យគឺល្អបំផុតណាអូខេបងប្អូនអ្នកគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយអរគុណច្រើន